បាត់បងចឹងនេះជាវីដេអូទី2ដែលធ្វើក្នុងគោលបំណងឲ្យ TP ហ្នឹងតើគាត់ទាញយក QR ដែលខ្លួនឯងហ្នឹងរបៀបម៉េចចឹងចំពោះtraining provider គឺគាត់ login ចូល system skill watcher ហ្នឹងមកហើយគាត់ជ្រើសរើសបាច់ដែលគាត់កំពុងតែបង្រៀនឧទាហរណ៍ថាបាច់527ដែលយើងទៅតែ assign ជូនគាត់ហ្នឹងគឺគាត់អាច click កន្លែងមួយនេះហើយ click ទៅលើពាក្យថា survey បាទជានៅពេលដែលគាត់ click ទៅលើ survey ហ្នឹងគឺគាត់ឃើញឈ្មោះ survey ហ្នឹងធ្វើពីអីបន្តមកទៀតគាត់ click ទៅលើ QR នេះដើម្បីធ្វើការដាក់ឲ្យសកាកាមគាត់ scan ហើយមួយទៀតគាត់ចង់មើលចម្លើយដែលសកាកាមគាត់ធ្វើហើយហ្នឹងគាត់ចុចទៅលើប៊ូតុងហ៊ុបមនុស្សនេះគឺគាត់នឹងឃើញថាសកាកាមដែលគាត់ scan មកគឺវានឹងចូលកន្លែងហ្នឹងហើយចំណែកបើគាត់ចង់មើលថាតើ survey មួយហ្នឹងវាមានសំណួរអីគេខ្លះដោយខ្លួនឯងគាត់ចុចទៅលើពាក្យថា preview នេះបាទអញ្ចឹងកន្លែងនេះគឺគាត់គ្រាន់តែមើលគាត់អត់ចាំបាច់ត្រូវការ submit ទេបាទអញ្ចឹងឧទាហរណ៍ថាឥឡូវនេះនៅពេលដែលខ្ញុំដាក់ QR ហ្នឹងមកគឺខ្ញុំឲ្យសកាកាមហ្នឹងគឺគាត់ scan ទៅលើ QR មួយហ្នឹង